រៀងដោយកូនឌៀងរៀងដងវត្តបឹងជាបុផារៀងតូចស្រលឹងការកំភ្លឹងចាញ់ស្រងនល្អស្វាយរៀងស្វាយទៀបបងនឹងចាំទៀបបែបការទាំងតសូមយកការមកបីត្រកមិនឲ្យមានស្ងួនព្រួយចិត្តឡើយវត្តពោបនទាយកនឌៀងរាយថ្លៃអូនធ្លាប់ច្រូតបងកំឡុងនៅពូប្រសូតរៀងហើយស្លូតកងដត្រាត្រាយសំរបផាបងអន់តែសាចង់ផ្ដោចង់ឡើយបានជួបអូនបងពិតបានស្បាយច្រូតស្រីហើយបងចូលស្ដីខេត្តស្វាយរៀងគឺជាខេត្តមួយស្ថិតនៅតំបន់ពាយ័ព្យនៃប្រទេសដែលមានព្រំប្រទល់ជាប់ជាមួយនឹងខេត្តព្រៃវែងខេត្តត្បូងឃ្មុំនិងប្រទេសវៀតណាមបច្ចុប្បន្នខេត្តស្វាយរៀងក៏មិនខុសពីបណ្ដាខេត្តរាជធានីទាំង25របស់ព្រះរាជាណាចក្រកម្ពុជាដែរគឺទទួលបាននូវវឌ្ឍនភាពការអភិវឌ្ឍលើគ្រប់វិស័យក្នុងសុខសន្តិភាពដែលកម្ពុជាសម្រេចបានខេត្តស្វាយរៀងក៏កំពុងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជាដូចជាផ្លូវថ្នល់វិស័យទឹកស្អាតប្រព័ន្ធធារាសាស្ត្រប្រព័ន្ធគាំពារសង្គមជាដើមហើយវិស័យអភិវឌ្ឍជនបទក៏ពិតជាវិស័យអាទិភាពមួយដែលមិនអាចខ្វះបានសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងសេដ្ឋកិច្ចជាតិទាំងមូលផ្លូវលំជនបទប្រព័ន្ធទឹកស្អាតនិងអនាម័យជនបទក៏ដូចជាគម្រោងនានាព្រមជាមួយនឹងផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញដោយក្រសួងអភិវឌ្ឍជនបទត្រូវបានយកមកអនុវត្តដោយផ្ទាល់និងប្រកបដោយតម្លាភាពរបស់មន្ទីរអភិវឌ្ឍជនបទខេត្តស្វាយរៀងដើម្បីធានាបាននូវចីរភាពជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវនារីស្វាយរៀងបងសូមជ្រាបលួងលោជ្រាបហើយការអភិវឌ្ឍនេះដំណើរការទៅបានគឺដោយសារការយើងសុខទេសយើងមានសន្តិភាពហើយសន្តិភាពនេះឯងដែលគឺជាការបដូរសាច់ឈាមស្រស់របស់ថ្នាក់ដឹកនាំជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលលោកយកជីវិតមកធ្វើការលះបង់សម្រាប់ជាតិនិងប្រជាជនដើម្បីឲ្យប្រទេសជាតិមានសន្តិភាពហើយលោកក៏ជាប្រតិបត្តិការនយោបាយឈ្នះឈ្នះដែលបានដឹកនាំនិងកើតឲ្យមានសុខសន្តិភាពនៅទូទាំងប្រទេសក៏ដូចជាពេញលេញនៅក្នុងប្រវត្តិសាស្ត្រជាតិកម្ពុជាជាង500ឆ្នាំមកនេះបាទហើយលោកស្រីជ្រាបស្រាប់ហើយការអភិវឌ្ឍនេះគឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍជនបទដែលមានអាយដាមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទអាយដាមឆៃរិទ្ធសែនលោកជាអ្នកចង្អុលបង្ហាញនិងណែនាំមកមន្ទីរអភិវឌ្ឍជនបទយើងខ្ញុំដើម្បីជាអ្នកធ្វើការពិនិត្យនិងអនុវត្តនៅគម្រោងទាំងឡាយដែលកំពុងអនុវត្តនៅក្នុងប្រទេសខេត្តស្វាយរៀងយើងខ្ញុំហើយដោយលោកស្រីជាស្រាប់ហើយសមិទ្ធផលទាំងនេះគឺជាការកសាងផ្លូវរបស់មន្ទីរក៏ដូចជាក្រសួងអភិវឌ្ឍជនបទដែលមានប្រវែង6គីឡូហើយនេះជាការថែទាំពុករបស់ក្រសួងអភិវឌ្ឍជនបទដែលស្ថិតនៅក្នុងកម្មវិធីទី1ដែលមន្ទីរបានធ្វើការអនុវត្តជារៀងរាល់ឆ្នាំនៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងទូរគមនាគមន៍ជនបទដើម្បីឲ្យមានភាពធន់ហើយយើងនៅមានកម្មវិធីជាច្រើនទៀតដែលធ្វើការកសាងនិងអភិវឌ្ឍនៅក្នុងទឹកដីខេត្តស្វាយរៀងនេះហើយតាំងពីដើមគ្រាមកដល់បច្ចុប្បន្ននេះការរីកចម្រើនលើគ្រប់វិស័យរបស់វិស័យអភិវឌ្ឍជនបទយើងបានមកដល់ពេលនេះយើងបានរីកចម្រើនគួរឲ្យកត់សម្គាល់ហើយលោកស្រី
ជ្រាបច្រាប់ហើយជាពិសេសលើការងារអនាម័យជនបទរបស់ខេត្តស្វាយរៀងសូមជម្រាបថាខេត្តស្វាយរៀងគឺជាខេត្តដែលយើងទទួលបានការបញ្ឈប់បន្ទោបង់ពីការខេត្តទី1ដំបូងគេដែលយើងក្រសួងប្រកាសទទួលស្គាល់ថាជាខេត្តដែលបញ្ចប់ការបន្ទោបង់ពីកាលនៅថ្ងៃទី27ខែមេសាឆ្នាំ2022កន្លងមកនេះហើយជាមោទនភាពរបស់ខេត្តស្វាយរៀងយើងខ្ញុំហើយនៅមានការងារតាមកម្មវិធីជាច្រើនទៀតខ្ញុំសូមជម្រាបជូនលោកស្រីថានៅមានកម្មវិធីបណ្ដុះបណ្ដាលបំណិនជីវិតជួយរកការជួយបណ្ដុះបណ្ដាលប្រជាពលរដ្ឋក៏ដូចជាបងប្អូនដើម្បីឲ្យលោកកុំធ្វើចំណាក់ស្រុកខុសច្បាប់ដើម្បីមានមុខរបរវិជ្ជាជីវៈបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកគោលដៅក៏ដូចជានៅក្នុងខេត្តស្វាយរៀងយើងខ្ញុំបណ្ដាពេលនេះយើងមានខ្សែផ្លូវច្រើនខ្សែយើងមានខ្សែផ្លូវបើគិតជាគេហៅថាបញ្ជីសារប្រព័ន្ធរបស់ខ្សែផ្លូវរបស់មន្ទីរអាវុធជនបទខេត្តស្វាយរៀងគឺយើងមាន2730គីឡូជាង32គីឡូខ្ទង់ប៉ុណ្ណឹងហើយមកដល់ពេលនេះយើងបានកសាងខ្សែផ្លូវបានមានផ្លូវបេតុងហ្នឹងចំនួន2ខ្សែប្រវែង4គីឡូជាងហើយដោយឡែកផ្លូវកស៊ូយើងមានជាង11ខ្សែដែលមានប្រវែង140គីឡូអញ្ចឹងនៅខេត្តស្វាយរៀងរឿងនេះមានការអភិវឌ្ឍជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទនេះឯងដែលធ្វើឲ្យមានចំណាប់អារម្មណ៍និងជាពលរដ្ឋគាំទ្រច្រើនសម្រាប់ជាមធ្យោបាយធ្វើដំណើរដែលបង្ខិតពីទីជនបទដាច់ស្រយាលមកទីប្រជុំជនក៏ដូចជាមកទីក្រុងបាទជាការពិតណាស់វិស័យអភិវឌ្ឍជនបទក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតភាពប៉ិនប្រសប់និងការដោះស្រាយបានយ៉ាងទាន់ពេលវេលារបស់ឯកឧត្តមបណ្ឌិតឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទក៏ដូចជាឯកឧត្តមពេងពោធិ៍សាលអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានប្រែក្លាយតំបន់ជនបទឲ្យមកគៀកកិតជាទីប្រជុំជនពួនផ្ដុំការអភិវឌ្ឍរួមគ្នាស្របតាមយុទ្ធសាស្ត្រនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលធ្វើយ៉ាងណាឲ្យតំបន់ទីជនបទទទួលបានការអភិវឌ្ឍដោយតំបន់ទីក្រុងនិងទីប្រជុំជនដូចគ្នាពីមុនយើងក៏លេខទៅមើលមុននឹងជាង10យើងមិនបាច់ទៅដល់ឆ្ងាយទេត្រឹមតែជាង10ឆ្នាំមុនលោកធ្វើដំណើរផ្លូវនេះជាង20គីឡូត្រូវប្រើពេលយ៉ាងតិចក៏ជាង1ម៉ោងឬក៏2ម៉ោងដែរដល់ឥឡូវ20គីឡូនេះយើងធ្វើដំណើរតែ15នាទីឬក៏តិចជាងនឹងជាចំណេញពេលវេលាហើយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋជាពិសេសការធ្វើដំណើរទៅរកសេវាផ្សេងនៅស្រុកក្រុងទីពេទ្យសាលារៀនដោយសារការចូលរួមរបស់ប្រជាពលរដ្ឋផងនិងការគ្រប់គ្រងពីថ្នាក់ដឹកនាំពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិយើងខ្ញុំមន្ទីរអភិវឌ្ឍជនបទខេត្តស្វាយរៀងក្រោមការដឹកនាំនិងអនុវត្តគ្រប់ជ្រុងជ្រោយរបស់លោកសំនីតូប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តស្វាយរៀងបានតែងតែខិតខំរិះរកមធ្យោបាយក៏ដូចជាចុះដល់គោលដៅដែលមានតម្រូវការចាំបាច់គ្រប់ពេលវេលាដោយមិនប្រកាន់ថ្ងៃឈប់សម្រាកសម្ដៅធ្វើយ៉ាងណាឲ្យវិស័យអភិវឌ្ឍនិងជនបទរបស់ខេត្តស្វាយរៀងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលាហើយនឹងធ្វើឲ្យវិស័យអភិវឌ្ឍជនបទខេត្តជាប់ព្រំដែនមួយនេះទទួលបានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំប្រកបដោយសមភាពសមធម៌តម្លាភាពប្រកបដោយការទំនួលខុសត្រូវខ្ពស់ក្រៅអំពីការអភិវឌ្ឍបណ្ដាញផ្លូវថ្នល់ផ្លូវលំក្រាលគ្រួសក្រហមទៅជាផ្លូវបេតុងទៅជាផ្លូវក្រាលកៅស៊ូនេះមន្ទីរអភិវឌ្ឍជនបទខេត្តស្វាយរៀងក៏បានលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការតភ្ជាប់បណ្ដាញទឹកស្អាតជនបទសហគមន៍សន្សំប្រាក់ភូមិគំរូការកសាងបង្គន់អនាម័យជនបទរហូតទទួលបានជោគជ័យនិងប្រែក្លាយខេត្តស្វាយរៀងទៅជាខេត្តដែលបញ្ចប់ការបន្ទោលបង់ពាសវាលពាសកាលឬកម្មវិធី ODF យ៉ាងមានប្រសិទ្ធភាពតាមរយៈការធ្វើអនាម័យជនបទនេះយើងមានការកត់សម្គាល់ទៅនឹងភាពរីកចម្រើនជាពិសេសកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋច្រើនហើយនឹងជាពិសេស
ដំណើរសេដ្ឋកិច្ចគ្រួសារក៏រីកចម្រើនទៅតាមនោះដែរអនាម័យជនបទស្អាតគឺយើងមានកត្តា4ក្នុងនោះសុខភាពប្រសើរហ្នឹងមានន័យថាកែលម្អអនាម័យរាល់ពេលវេលាការប្រើបង្គន់អនាម័យត្រឹមត្រូវនឹងការលាងដៃនឹងសាប៊ូក៏ជួយប្រជាពលរដ្ឋជាពិសេសទៅលើកុមារតូចដែលលោកប៉ះពាល់នឹងដីផ្ទាល់ហើយយើងជៀសបាននៅជំងឺរាគរូសដែលជាការកាត់បន្ថយនៅការចំណាយប្រាក់កាសទៅលើការព្យាបាលជំងឺក៏ដូចជារោគប្លង់នានារបស់ពួកគាត់បាទហើយចំណុចទី2បរិស្ថានស្អាតគឺអនាម័យបរិស្ថានស្អាតនេះគឺជាការកាត់បន្ថយការបន្ទោបង់ពីវិកាលអញ្ចឹងខេត្តស្វាយរៀងយើងខ្ញុំបានទទួលការប្រកាសនៃបាតថាជាខេត្តបញ្ចប់ការបន្ទោបង់ពីវិកាលមុនគេដោយសារអត្រាអនាម័យក្របដណ្ដប់ 100% អញ្ចឹងប្រជាពលរដ្ឋលោកមានប្រគុណគ្រប់គ្រាន់តាមរយៈការផ្សព្វផ្សាយតាមរយៈការជំរុញពីថ្នាក់ជាតិតាមរយៈការជួយឧបត្ថម្ភពីអង្គការដៃគូជាពិសេសអង្គការ UNICEF ដែលបានជួយឧបត្ថម្ភជំរុញឲ្យខេត្តស្វាយរៀងយើងខ្ញុំឲ្យប្រជាជនមានការរស់នៅស្អាតផឹកស្អាតនិងមានអនាម័យបរិស្ថានល្អសម្រាប់បង្កើនជីវិតគេហៅថាជីវិតសង្ឃឹមរស់គាត់មានអាយុវែងអញ្ចឹងទៅហើយមួយទៀតការកាត់បន្ថយលើការព្យាបាលជំងឺក៏ជាបន្ទុកការចំណាយលុយទៅលើដោយសារការយើងមានអនាម័យល្អនេះផងដែរហើយការអភិវឌ្ឍសេដ្ឋកិច្ចគឺចង់និយាយថាបើប្រជាពលរដ្ឋលោកមានសុខភាពល្អលោកអញ្ជើញទៅធ្វើការនៅរោងចក្រកន្លែងផ្សេងលោកផលិតបានចង់និយាយថាផលិតបានទិន្នផលខ្ពស់អញ្ចឹងអ្វីដែលមានកម្លាំងមាំមួនគឺលោកធ្វើការជោគជ័យហើយមានប្រាក់ចំណូលខ្ពស់សម្រាប់ជីវភាពពួកគាត់បាទហើយមួយទៀតគឺអនាម័យជនបទនេះគឺលើកកម្ពស់ជីវិតថ្លៃថ្នូររបស់ពួកគាត់បានន័យថាគាត់មានប្រគុណតាមផ្ទះតាមអីហ្នឹងគឺជាឯកជនភាពរបស់ពួកគាត់ណាគាត់ជាពិសេសស្ត្រីគាត់ទៅបន្ទប់ទឹកគាត់មានបន្ទប់បិទចិត្តមានត្រូវការជាពិសេសរឿងអនាម័យរបស់ស្ត្រីហើយនិងកុមារហើយសម្ភារៈកុមារហើយមួយទៀតបានជួយធ្វើឲ្យគាត់មានជីវិតថ្លៃថ្នូរទៅលើតាមបរិស្ថានជុំវិញផ្ទះរបស់ពួកគាត់ជំរាបសួរអ៊ំចាសូមស្គាល់ឈ្មោះនិងភូមិឃុំផងអ៊ំខ្ញុំបាទឈ្មោះសុសរ៉េតពីនៅភូមិត្រងរងឃុំជាទាស្រុកស្វាយជ្រុំខេត្តស្វាយរៀងចាពីមុនផ្ទះអ៊ំប្រើទឹកបែបម៉េចពីមុនពីចំនួនយើងឆ្នាំ79 78 79ហ្នឹងពិបាកទឹកមែនតើនិយាយរួមមកថាទៅរែកចម្ងាយពីផ្ទះ100ដី200ដីតែបច្ចុប្បន្ននេះដងនៅមុខផ្ទះគឺស្រួលមែនតើមិនពិបាកមួយយ៉ាងខ្លះក៏គេបុកជាឯកជនខ្លះទៅខាងរដ្ឋាភិបាលផ្ដល់ឲ្យទៅខាងក្រសួងអីគេផ្ដល់ឲ្យទៅក្រសួងអភិវឌ្ឍជនបទអញ្ចឹងដូច្នេះបច្ចុប្បន្ននេះហើយទឹកដងអភិវឌ្ឍជនបទនេះគឺទឹកល្អជាងគេព្រោះវាពួងវាធំនិយាយវារួមមកគឺទឹកល្អជាងដងយើងគ្រប់គ្នាមួយយ៉ាងគេបុកបានជ្រៅពួងវាមានធំដល់ធំវាស្តុបទឹកបានល្អដូចដងល្អយើងដល់ធំអាល្អហ្នឹងវាស្តុបទឹកគឺល្អទឹកហ្នឹងចាចុះការប្រើប្រាស់វិញវាងាយស្រួលមិនខ្លះងាយស្រួលថាធូរស្នុកសពមិនពិបាកសពទេអានេះធូរដៃមួយខាងក៏សពកើតទេបាទហើយចំពោះបរិមាណទឹកតើយើងប្រើមានដែនកំណត់អត់ឬក៏ប្រើតាមតម្រូវនៅក្នុងកន្លែងយើងហ្នឹងទឹកប្រើប្រមាណក៏មិនចេះរីងដែរព្រោះយើងអត់មានធ្វើស្រូវប្រាំងអីដូចគេនៅចិត្តកន្លែងខ្លះគេធ្វើស្រូវប្រាំងវាហូតហែងតាមស្រូវប្រាំងគឺបូមយកពីយើងតែអត់នេះគ្មានទេចុះថ្ងៃនេះចង់អរគុណមិនខ្លះចំពោះក្រសួងអភិវឌ្ឍជនបទដែលបានដងទឹកស្លាប់មកអង្គតាំងនាមខ្ញុំជំនួសឲ្យកូនឲ្យចៅសូមថ្លែងអំណរអគុណចំពោះក្រសួងអភិវឌ្ឍជនបទដែលបានផ្ដល់លើដងទឹកស្អាតឲ្យកូនចៅប្រើប្រាស់ដូច្នេះសូមអរគុណចាបើនិយាយអំពីការងារអភិវឌ្ឍរបស់ក្រសួងរបស់មន្ទីរអភិវឌ្ឍជនបទខេត្តស្វាយរៀងគឺគាត់បានជួយអភិវឌ្ឍនៅក្នុងស្រុកស្វាយជ្រុំក៏ដូចជានៅក្នុងឃុំស្វាយធំទាំងមូលគឺ
សំខាន់គាត់ផ្ដោតទៅលើការងារអភិវឌ្ឍផ្លូវនេះផ្លូវជាកត្តាមួយសំខាន់របស់ប្រជាពលរដ្ឋមកទី2គឺទឹកនេះគឺគាត់យកចិត្តទុកដាក់ក្នុងការទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋពីព្រោះទឹកក៏ជាកត្តាចម្បងចាហើយនឹងទៅលើផ្នែកកសិកម្មផ្សេងទៀតដូចជាដំណាំស្រូវក៏ដូចជាដំណាំរួមផ្សំនិយាយរួមការងារផ្នែកកសិកម្មគឺមន្ត្រីអភិវឌ្ឍហ្នឹងគាត់ជួយដូចជាអភិវឌ្ឍផ្លូវបន្លាយណាមន្ត្រីអភិវឌ្ឍបាននៅក្នុងឃុំរបស់យើងខ្ញុំនេះគឺគាត់ជួយបានច្រើនមែនទែនជួយបានសូមជម្រាបជូនដល់បងអូនស្រីមន្ត្រីអភិវឌ្ឍគឺគាត់បានជួយអាងទឹកដ៏ធំឆ្កឹមឆ្កៃសម្រាប់នៅក្នុងឃុំស្វាយធំរបស់នាងខ្ញុំនេះគឺនៅគាត់កសាងឡើងនៅថ្ងៃទី13ខែ7 2020ពេលយើងចាប់អនុវត្តគឺនៅថ្ងៃទី11ខែ3 2021សម្រាប់ស្គាល់ឲ្យសហគមន៍ក្នុងការប្រើប្រាស់ទឹកជូនប្រជាពលរដ្ឋប្រហែលគ្រួសារហើយចាបើយើងនិយាយការប្រើប្រាស់ទឹកនេះគឺបាន114គ្រួសារគម្រោងខ្សែផ្លូវនេះជាខ្សែផ្លូវមួយដែលមានសេដ្ឋកិច្ចដឹកជញ្ជូនមមាញឹកដោយសារតែខ្សែផ្លូវបានតភ្ជាប់ពីផ្លូវជាតិលេខ13ទៅកាន់ព្រំដែនកម្ពុជាវៀតណាមហើយចំពោះការបម្រើសេដ្ឋកិច្ចនៅទីនេះមានដូចជាការដឹកជញ្ជូនសត្វគោក្របីដំឡូងកៅស៊ូនិងអំពៅទៅកាន់ព្រំដែនកម្ពុជាវៀតណាមច្រកខ្សែដែកបាទ因为我们是上海建工集团股份有限公司承包的那个是国际项目，对那个中间友谊是有很大的好处的。project manager គាត់និយាយថាកំឡុងនេះពីព្រោះយើងខាងសាំងសុងគឺខាងចិនហើយយើងសាំងសុងផ្លូវនៅខាងខ្មែរនៅពេលយើងធ្វើការយើងតាក់ទងជាមួយប្រជាជនពលរដ្ឋអាចគាំទ្រមិត្តភាពចិននិងខ្មែរអង្គស្វាយអាណិតសូមស្នេហ៍ចិត្តអត់តងចិត្តស្រីយើងគូចិត្តគ្នាក្រៅអំពីសកម្មភាពការងារដ៏មមាញឹកការដោះស្រាយក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់កលៈទេសៈមន្ទីរអភិវឌ្ឍជនបទខេត្តស្វាយរៀងក៏ពិតជាមានផែនការដ៏ច្បាស់លាស់មួយផងដែរក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តស្វាយរៀងប្រកបដោយចីរភាពងុយឆ្ងាញ់ពីសាស្រស់ជីវ៉ានាពេលចូលឆ្នាំស្រែបានយកចិត្តរួមតាមរយៈក្រសួងអភិវឌ្ឍជនបទបានដាក់ចេញនៅផែនការយុទ្ធសាស្ត្រសម្រាប់ធ្វើការអនុវត្តនៅតាមបណ្ដាមន្ទីររាជធានីខេត្តទាំងអស់នៅក្នុងកម្មវិធី5របស់ក្រសួងអភិវឌ្ឍជនបទក្នុងនោះយើងមានកម្មវិធីទី1គឺកម្មវិធីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ដែលប្រកបដោយភាពធន់គឺការកសាងផ្លូវសំដៅលើការពង្រឹង70និងពង្រីក30%ហើយទាំងនោះនេះជាការទស្សនវិស័យរបស់ក្រសួងអភិវឌ្ឍជនបទហើយនឹងការថែទាំក៏ដូចជាការជួសជុលនៅហេដ្ឋារចនាសម្ព័ន្ធការរាប់ចរាចរណ៍យានយន្តក៏ដូចជាធ្វើបច្ចុប្បន្នភាពផ្លូវជីសារពើពន្ធផ្លូវរបស់មន្ទីរក៏ដូចជាខេត្តស្វាយរៀងយើងទាំងមូលហើយដោយកម្មវិធីទី2ការលើកកម្ពស់ដែលទទួលបានទឹកស្អាតនិងអនាម័យបរិស្ថានជនបទគឺសំដៅទៅលើការជួយគាំទ្រទៅលើប្រជាពលរដ្ឋនិងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យប្រើប្រាស់ទឹកស្អាតហូបស្អាតនិងរស់នៅស្អាតនិងមានបរិស្ថានល្អហើយរដ្ឋាភិបាលក៏មានភារកិច្ចក៏ដូចជាមានកញ្ចប់សម្រាប់ជួយទៅលើប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍លើការផ្ដល់ជាសម្ភារៈ
บงคลสำหรับสร้างสองจุนเจือปลอดใจกรอได้แคดไฟเรียงยังชมทุกใบตัวบานODS หายก็ได้บนใต้อัตรากรมนอบเพียรอยมันบนใต้ขนองเตะเจือปลอดยังตอนกรุบบานในท่าเตะมวยนักก็มีบงคลในลายนุเตยังมีกายสปรามเพียรอยเตได้มีบงคลปราปราแต่ได้ไล่ยังในตรการมันไทม์ภายในปรามเพียรอยที่ดับไปกลุ่มรบขนองเตะระบบจีบปลอดให้นำมีการปดอลจูนดงตึกก็โดยสระตึกตามถาคุ้มให้นังปปอนจ่ายตึกขนาดโตตามถาคุ้มระบบกระทรวงก็โดยจีนตีอวตจนบอดได้ไล่การที่ใบยังจุ่มรุนกาอภิวัตถาคุ้มนังจรนาภูมิกุมรูการจรนาภูมิกุมรูนี่จีอันซะก็จีการนายน้อมระบบไอ้ดำร้อนไตรโลกบานจะจัดตุกดะในขนมการพิธีใบนี้ได้เอาไข่สวายเรียงก็โดยจีไข่แตงมาพายบุญในที่นี้ไข่ยังเหลือไหลมันลงไปให้เจอเรื่องภูมิปีจีภูมิกุมรูสำหรับเพื่อการจุ่มรุ่งอภิวัตในขนมภูมิดำใบจีการยกจีกุมรูดอลภูมิกบายนู้ได้กอดปุ่มเมียนตอนบานตัวกุมรุ้งให้ยืดทัวร์ที่นำใบอภิวัตภูมิโคมกอดให้นังดอลในการบรรดงบรรดาดอลในการอุปธรรมเลือกการช่วยตัวเลือกในเหตุการณ์จนาสมพรแต่งอนามัยจนบอดตึกในอนามัยจนบอดแต่งเพลย์แต่งดีไซน์เซนติดให้ได้ไล่การวิธีที่บุญคือเรื่องกับพวกการทัวร์ปิปฏิกรรมเศรษฐกิจจนบอดคือการทัวร์บำราtừจูนไปเจียบรอดเลือกในเศรษฐกิจคือยังจุ่มรุ่งเลือกการกดโกงหนึ่งไทยกดโกงหนึ่งปลาอันเตียนขนมกับรัฐนามวยได้กระทรวงหรือก็โดตามระยะองค์การได้กู้รอดง่ายยังมีอันเตียนได้ยังบนซอลตกปีองค์การแค่ได้มีไปเจียบรอดโจรุมปราบบ้านจิจารกัวซาโจรอยกัวซาในตามสระโกลได้ยังในตามด้านในtân này từ nô tỷ bốnคือการเลือกกลุ่มพวกการทัวร์ปิปฏิกรรมเศรษฐกิจให้นังตีปรามคือการประกันสถาบันกิจการรัฐบาลตัวเต๋อนังที่หาเท่าดิจิทัลนี่ไงบ่าให้ดิจิทัลการสำหรับชนำปีปอนไผ่ปรามได้กระทรวงบานđã cho có đôi chim tíสำหรับเตรียมทัวร์การอนุวัตตามอันซาหนึ่งตามโกลโยบายระบบธนาจิตมนตรีอภิวัตชนบทไข่สวายเรียงก็มีสำนมป้อจมพูประชีปรสอาชีวกรวมคณีไทยเดชาเฮธารจนาสมปอนแต่งอ๋อได้ริจรอธาพิบาลกรมการยกจัดตกดะระบอบสมดักมหาบวรธปดีฮุนมันไนต์นายกรัฐมนตรีในประเทศในจักรกัมพูชีก็โดยเชียไอกระดมบัณฑิตชัยรัติไซน์รัฐมนตรีกระทรวงอภิวัตชนบทประดจูนประชีปรสตูเตียงไข่สวายเรียงสำหรับการปราบปรามบรรยูอังไว้หนึ่งสำหรับกำนันเศรษฐกิจผ่องได้สมรรถภาพและประดามาจูนไปเชียร์ปรดแต่นี่คือจิกากรมตรระบบธนาตึกนอมปีธนานอมปีธนาจิตและหดดอลธนามูลทานจีบเสธนาแคดอดอมอาบาแคดอดอมเทียนกรมสาแคดหนึ่งมีการจังออลบางฮานจีบเสมีการจังออลบางฮานปีอดอมรอนไตรกระทรวงอาวุธจุนบอดยังยมคลายนอคนยังเกี่ยเจริญจมพูธนาตึกนอมจีสมนมปอระบบตีคือสำหรับจูนตัวเลือกไปจีบปรอดได้ปราบในสมรรถภาพระบบกระทรวงอาวุธจุนบอดก็โดยจีมตีอาวุธจุนบอดในการจีบใช้การถ่ายตอมเพลย์สมเอาบองโอนโจรวมถ่ายตอมสมรรถภาพเหล่านี้จัดตุกท่าสมรรถภาพเหล่านี้จีระบบสะกมจีระบบครูนตัว
ឧទាហរណ៍ដូចជាផ្លូវកឡុកតិចតួចសូមឲ្យបងប្អូនជួយភ្ញាក់រលឹកជួយបំពេញជាដីជានេះបណ្ដោះអាសន្នទៅដើម្បីកុំឲ្យវាកាន់តែមានបញ្ហាបែកកឡុកធំហើយនឹងការថែទាំដូចជាប្រព័ន្ធចែកចាយទឹកខ្នាតតូចយើងនេះថែទាំរបស់ទៅនេះជារបស់សហគមន៍រួមសម្រាប់បម្រើប្រជាពលរដ្ឋនៅក្នុងសហគមន៍ក៏ដូចជាក្នុងឃុំរបស់ពួកគាត់ហើយនឹងសូមបងប្អូនជាពលរដ្ឋជួយធ្វើយ៉ាងណាសម្រួលដល់រាល់គម្រោងរបស់ក្រសួងអភិវឌ្ឍជនបទជាពិសេសការធ្វើផ្លូវនៅពេលធ្វើផ្លូវម្ដងសូមឲ្យបងប្អូនជាពលរដ្ឋនៅតាមដងខ្សែផ្លូវនោះជួយខិតឲ្យមានជាគេហៅកលៀតសវត្ថិភាពជាពិសេសកន្លងសម្រាប់ធ្វើចិញ្ចើមផ្លូវសម្រាប់ធ្វើគេហៅថាច្រកទឹកផ្លូវចេញចូលសម្រាប់ឲ្យកុំឲ្យទឹកហូរពីផ្ទះទៅថ្នល់ហើយជាពិសេសទៀតគឺសូមឲ្យបងប្អូនជាពលរដ្ឋកុំលើកដីភូមិខ្ពស់ជាងតួផ្លូវនេះជាការប្រឈមមួយខ្ញុំឃើញនៅតាមជនបទយើងភាគច្រើនគឺច្រើនតែគាត់លើកប៉ុណ្ណឹងគ្នាថាយកហុងស៊ុយធ្វើមកខ្ពស់ជាងខាងនោះខ្ពស់ជាងនេះអញ្ចឹងសូមឲ្យបងប្អូនទៅយល់ថាផ្លូវហើយនឹងទឹកវាជាសត្រូវនឹងគ្នាតែម្ដងជាពិសេសកស៊ូនៅពេលដែលហូរពីទីខ្ពស់មកផ្លូវកស៊ូធ្វើឲ្យឆាប់ខូចដែលធ្វើឲ្យការខាតបង់ថវិការដ្ឋសម្រាប់ធ្វើការជួសជុលផ្លូវនិងថែទាំផ្លូវ វិស័យអភិវឌ្ឍជនបទខេត្តស្វាយរៀងក្នុងទំនើបភាវូបនីយកម្មសម័យមហាបវរធិបតីបាននាំមកនូវក្តីសង្ឃឹមស្នាមញញឹមកំណើនសេដ្ឋកិច្ចជូនដល់ប្រជាពលរដ្ឋខេត្តស្វាយរៀង សំឡនាងស្វាយរៀងស្នេហាហោប្រហុកឈ្ងុយឆ្ងាញ់ពីសាស្រស់ជីវ៉ានាពេលចូលឆ្នាំ